សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំទំនេរពីថ្ងៃដោយអបសុកខ្លាំងពេកក៏បានថតវីដេអូនិងកាត់វីដេអូខ្លះៗដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលនិងទស្សនាជាការអបសុកនៅថ្ងៃច័ន្ទបន្ទាប់ពីខ្ញុំបានឃ្លាអំពៅរួចខ្ញុំក៏បានដឹងមើលជុំវិញផ្ទះព្រោះតែរំលឹកនៅអតីតកាលដែលយើងធ្លាប់ទៅលេងជុំគ្នាជាមួយមិត្តភក្តិឥឡូវបច្ចុប្បន្នយើងអង្គុយលេងតែម្នាក់ឯងវាពិតជាអបសុកមែនទែនធ្លាប់តែពីមុនមានផ្ទះតែមួយឥឡូវតាមនេះជុំចិត្តទៅដោយដើមឈើហើយខ្ញុំក៏នៅតែនឹកឃើញអនុស្សាវរីយ៍ដែលយើងធ្លាប់លេងជាមួយគ្នាពីមុនដែលយើងបានចំណាយពេលជាច្រើនក្នុង server មួយនេះថ្ងៃនេះខ្ញុំក៏បានមកដាក់ដាំដំឡូងវិញបន្ទាប់ពីយើងប្រមូលផលរួចយើងក៏បានដាក់ដាំបន្ទាប់ពីដាំដំឡូងរួចខ្ញុំក៏បានដើរមកមើលត្រង់សត្វគោប៉ុន្តែត្រង់ជ្រូកខ្ញុំបានកាប់វាអស់ហើយមកវិញទៀតខ្ញុំក៏បានដើរទៅវិញហើយបានដើរទៅមើលនៅខាងមុខផ្ទះមើលទេសភាពមើលស្អីហើយខ្ញុំក៏បានទៅប្រមូលផលការ៉ុតម្ដងព្រោះការ៉ុតយើងខានប្រមូលផលប្រហែលជាមួយសប្តាហ៍ហើយបន្ទាប់ពីយើងខានចូលលេង server មួយនេះយូរបន្ទាប់ពីប្រមូលផលការ៉ុតរួចខ្ញុំក៏បានដាក់ដាំវាបន្ទាប់ពីដាំការ៉ុតរួចខ្ញុំក៏បានមកមើលដំណាំស្រូវម្ដងហើយក៏បានប្រមូលផលស្រូវម្ដងវិញនេះជាដំណាំចុងក្រោយហើយដែលខ្ញុំបានត្រូវប្រមូលផលបន្ទាប់ពីប្រមូលផលស្រូវរួចខ្ញុំក៏បានមកដាំស្រូវម្ដងទៀតព្រោះយើងត្រូវតែដាំបន្ទាប់ពីដាំស្រូវរួចខ្ញុំក៏បានដើរមើលជុំវិញខ្លះហើយក៏បានមកមើលដំឡូងក្រហមម្ដងវិញព្រោះយើងខានប្រមូលផលដំឡូងម្ដងហើយខ្ញុំក៏បានមកប្រមូលផលរៀងយូរបន្តិចហើយទៅលើដំណាំនេះបន្តមកទៀតខ្ញុំក៏បានដាក់ដាំវាព្រោះគ្រាប់វានៅសល់ច្រើនខ្ញុំក៏ត្រូវការម្ហូបអាហារខ្លះពីមើមដំឡូងក្រហមនេះដើម្បីយកមកប្រើប្រាស់ផ្សេងទៀតឥឡូវខ្ញុំក៏បានដើរមកមុខផ្ទះហើយក៏គិតថាចង់រៀបចំនៅស្បៀងអាហារខ្លះដើម្បីបម្រុងទុកទៅ Nether នៅពេលខាងមុខទៀតព្រោះខ្ញុំលេងនៅខាងក្រៅនេះដូចជាមានអារម្មណ៍ថាធុញខ្លាំងក៏ចង់ទៅ Nether ម្ដងដើម្បីដូរបរិយាកាសនេះជាសកម្មភាពខ្ញុំពេលរៀបចំស្បៀងអាហារខ្ញុំក៏បានដើររកហាប់នេះហាប់នោះតម្រាំតែបានសាច់ប៉ុណ្ណេះប៉ុន្តែនេះជាសាច់ដែលមិនគ្រប់គ្រាន់ទេខ្ញុំក៏បានទៅរកកាប់ជាមទៀតដើម្បីយកសាច់ឲ្យបានច្រើនជាងមុនឥឡូវខ្ញុំក៏បានមកកាប់ជាមខ្ញុំមិនស្ដាយជាមទេដោយសារជាមវាចិញ្ចឹមរៀងច្រើនហើយខ្ញុំក៏បានកាប់វាយកខ្លះបន្ទាប់ពីសាច់ជាមដែលខ្ញុំបានកាប់មកបានរៀងច្រើនដែរខ្ញុំបានត្រឡប់មកវិញហើយក៏បានមកដាក់ដុតសាច់ជាមដែលខ្ញុំបានកាប់ដាវរបស់ខ្ញុំមាន fire ប៉ុន្តែពេលកាប់ជាមទៅវាបានសាច់ឆ្អិនតែម្ដងឥឡូវយើងរៀបចំខ្លួនទៅហើយខ្ញុំក៏បានមកដល់ Nether មកដល់ក្នុង Nether ក៏បានឃើញ villager 3 ក្បាល
cô ăn nứt khlang men đã sao đang vì chụp tăng pin cáo na nhom đờ rô nó hàng cáo vật khơi vì cho một đòn nét đó khơi vì lịch chờ đời mình trong trong nay pu nhom các bạn đờ từ khang một tiệt buộc nhom cồm nó trong tro fortress nâng tro đồng bon mùi tiệt cứ đồng bon của ai chụp đã nhom tro ca ai van về trơn tiệt để chơi sạc cao việc nhómក្នុងការស្វែងរក fortress ដោយដំណើរការស្វែងរក fortress ខ្ញុំបានមិនសូវជាបានកាត់វីដេអូអ្នកទាំងអស់គ្នាបានពេញនោះទេទម្រាំតែខ្ញុំដើររកឃើញអស់រយៈពេល1ម៉ោងប៉ុន្តែខ្ញុំមិនបានជា record វីដេអូទេព្រោះវាត្រូវការចំណាយពេលវេលាយូរផងទូរស័ព្ទខ្ញុំក៏ជិតអស់ភ្លើងទៀតក៏ខ្ញុំមិនបានជា record មកដល់ក្នុង fortress នេះក៏ត្រូវពួកអាចឆ្អឹងត្រូវពួក police វាពួកបាបអីទៀតខ្ញុំមានការជិះខឹងជិះខ្លាំងមិនទាន់ដល់ស្មើណាផងពួកវាធ្វើបាបអីណាកន្លែងនេះត្រូវពួកអា slam lava នេះធ្វើបាបទៀតអូត្រឹមដល់កាប់ទូនេះត្រូវឈឺសាច់អាសា police បាញ់ភ្លើងអីខ្ញុំវាអស់ឈាមហើយខូចអាម៉ខ្លះទៀតកន្លែងនេះខ្ញុំបានរកឃើញ spawn police រៀងច្រើនដែរខ្ញុំក៏បានកាប់យក police ស្រោតដើម្បីយកមកប្រើប្រាស់តាមតម្រូវការរបស់យើងខ្ញុំក៏បានមកកាប់ police រៀងច្រើនដែរកុំតែបានអាម៉ដែលមាន upgrade ការពារភ្លើងទេកុំឲ្យខ្ញុំអស់ឈាមបន្តិចទេកន្លែងនេះត្រូវការកាប់ police ហើយ police នេះវាវាយផងត្រូវ skeleton បាញ់ផងហើយត្រូវឆេះភ្លើងទៀតធ្វើឲ្យខ្ញុំអស់ឈាមនិងអស់ golden apple ដែលខ្ញុំបានធ្វើមករៀងច្រើនដើម្បីទប់ទល់នឹងការឆេះកន្លែងនេះខ្ញុំមិនបានដាក់វីដេអូពេញទេកាប់សក់ក៏ធ្លាក់ទៅខាងក្រោមបន្ទាប់ពីយើងឡើងមកខាងលើវិញជាសំណាងខ្ញុំបានឃើញ spawn police ហើយខ្ញុំក៏បានមកកាប់ទាំងសបាយចិត្តទាំងភ័យផងដោយសារវា spawn មកច្រើនខ្ញុំអាចទប់ទល់ក៏បានគេចខ្លួនខ្លះក៏បានរត់ខ្លះអីណាកុំអោយវាបាបយើងខ្លាំងពេកកន្លែងនេះក៏បានមកឃើញ skeleton ដែលវារញ៉េរញ៉ៃពេកហើយក៏មកកាប់ police ម្ដងវិញព្រោះយើងត្រូវការ police រៀងច្រើនកន្លែងនេះកំពុងតែកាប់សុកpolice នឹងគ្នាធ្វើបាបពួកនេះវាធ្វើបាបខ្លាំងពេកមើលក៏ឈាម5កង់ស្លាប់ហើយពួកនេះធ្វើបាបខ្លាំងពេកខ្ញុំក៏បានស៊ី golden apple អស់ច្រើនដែរសល់3កន្លែងនេះក៏បានរត់ពួនវាកុំឲ្យវាមកបាញ់នឹងវាយយើងទៀតអ្នកនរគ្នាអាចមើលសកម្មភាពរបស់ខ្ញុំក្នុងការវាយយក police ស្រោតព្រោះខ្ញុំមិនបានជានិយាយឲ្យអ្នកនរគ្នាបានស្ដាប់ច្រើននោះទេខ្ញុំជប់រវល់រៀបវិញ្ញាសាប្រឡងផងជិតដល់ថ្ងៃប្រឡងខែទី2ហើយខ្ញុំត្រូវតែច្រើនឆ្នាំរបស់ខ្ញុំវាពិតជាពិបាកមែនទែនដើម្បីកាប់យក police មករៀងច្រើនហើយកន្លែងនេះក៏ត្រូវ police វាយផងមិនយូរប៉ុន្មានខ្ញុំក៏បានត្រឡប់មកផ្ទះវិញហើយក៏បានរៀបនៅអីវ៉ាន់ដែលខ្ញុំបានទទួលពីកន្លែងដែលខ្ញុំបានទៅនៅក្នុង Nether អីវ៉ាន់ដែលខ្ញុំបានមកនេះពិតជាច្រើនមែនទែនហើយអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយបានខ្ញុំបានអីវ៉ាន់នេះច្រើនម្ល៉េះដោយហេតុថាក្នុងនោះខ្ញុំមិនបានជា
record វីដេអូអ្នកទាំងអស់គ្នាបានមើលទេព្រោះសកម្មភាពរបស់ខ្ញុំវារញ៉េរញ៉ៃណាស់ទម្រាំតែរកឃើញតំបន់អាជ្រូកនិង Nether Fortress អើយខ្ញុំពិតជាធុញថប់មែនទ្រាំតែរកឃើញតំបន់2នេះកន្លែងនេះខ្ញុំបានទុកអីវ៉ាន់ដែលខ្ញុំបានទទួលមកច្រើនមែនទែនបន្ទាប់ពីរៀបអីវ៉ាន់រួចខ្ញុំក៏បានដើរមើលជុំវិញផ្ទះហើយក៏បានចូលទៅក្នុងភូមិមួយនេះដែលខ្ញុំបានធ្វើយូរហើយប៉ុន្តែខ្ញុំដូចជាមិនមានគោលបំណងថាចង់ធ្វើភូមិអីទៀតទេតែសារអង្គុយលេងតែម្នាក់ឯងទៅវារំថាធុញថប់ជួបគ្នានៅវីដេអូក្រោយបាយបាយ